រុក្ខជាតិមួយប្រភេទនេះគឺមានឈ្មោះថាប្រទាលបែកផ្សែងប្រទាលបែកផ្សែងវាមានរូបរាងបែបនេះឯងនេះគឺស្លឹកវាឥឡូវវាចាប់ដើមបញ្ចេញស្លឹកខ្ចីហើយបន្ទាប់ពីមានភ្លៀងធ្លាក់ពីបេមេអញ្ចឹងវាក៏បញ្ចេញស្លឹកខ្ចីនេះគឺជាផ្ការបស់វាផ្កាវាមានរូបសម្រស់ស្អាតណាស់ហើយផ្កាវាភាគច្រើនរីកនៅក្នុងកំឡុងពេលដែលមានភ្លៀងធ្លាក់ពីបេមេហ្នឹងវាចាប់ដើមបញ្ចេញផ្កាហើយតែឆ្នាំនេះគឺវាមានផ្កាតិចមែនទែនកាលពីឆ្នាំទៅគឺផ្កាច្រើនណាស់ពេញផើងតែឆ្នាំនេះរាយដោយសារតែវាមានកម្ដៅក្តៅខ្លាំងពេកធ្វើឲ្យវាចេញផ្កាអត់រួចហើយឆ្នាំនេះក៏វាលាស់ដើមមកតិចជាងមុនដែររុក្ខជាតិមួយប្រភេទនេះភាគច្រើនគឺគេដាំនៅមុខផ្ទះព្រោះមានជំនឿថាវាជាអ្នកជួយការពារទ្រព្យការពារចោរមិនឲ្យជួយលួចផ្ទះអញ្ចឹងធ្វើឲ្យចោរវល់ភាគច្រើនគេច្រើនតែដាំជាគូជាមួយនឹងពពួកវិលតែដើមពពួកវិលសពថ្ងៃនេះនាងខ្ញុំបានដាច់ពូជយូរហើយដោយសារតែការពីចំនួនមុននាងខ្ញុំមិនស្គាល់ឈ្មោះរុក្ខជាតិដល់ទៅពេលនាងខ្ញុំចាប់ដើមផលិតមាតិកាទៅនាងខ្ញុំក៏ចាប់ដើមស្រាវជ្រាវរុក្ខជាតិដែលមានពីមុនមកនាងខ្ញុំក៏ចាប់ដើមដឹងឈ្មោះវាហើយផ្ការុក្ខជាតិមួយប្រភេទនេះបងប្អូនខ្លះក៏គាត់អាចយកទៅបរិភោគបានដែរនិយាយទៅប្រភេទប្រទាលបែកផ្សែងនេះគឺវាមានលក្ខណៈស្តៀងគ្នាច្រើនមានខ្លះយ៉ាងទៅនេះដូចជានេះស្លឹកក្រហមពីក្រោមអញ្ចឹងខ្លះគឺបៃតងសុទ្ធតែម្ដងវាមានស្តៀងគ្នាអ្នកខ្លះអត់ស្គាល់ពីប្រទាលច្បាស់អញ្ចឹងទៅគាត់ក៏យល់ខុសដែរហើយរូបរាងខាងលើជួនកាលដូចគ្នាមែនប៉ុន្តែវាមានមើមខុសគ្នានេះនាងខ្ញុំអត់បានកោះមើមបង្ហាញទេនៅពេលថ្ងៃណាមួយនាងខ្ញុំនឹងកោះមើមបំបែកដាំផើងថ្មីនាងខ្ញុំនឹងបង្ហាញចែកជូនឲ្យពុកម៉ែបងប្អូនអពុំមីងទាំងអស់គ្នាខ្មែរយើងច្រើនតែមានអបិយជំនឿចឹងឯងប្រទាលនីមួយសិតតែមានអត្ថប្រយោជន៍ខុសៗគ្នាប្រទាលខ្លះក៏យើងអាចប្រើធ្វើជាឱសថបុរាណជាបារោគប្រទាលខ្លះគឺនាំលេបនាំសំណាងការពារផ្ទះអីចឹងទៅដូចជាប្រទាលនេះគឺជាប្រទាលការពារផ្ទះនឹងឯងតែភាគច្រើនគឺគេដាំជាគូតែសប្តាហ៍ថ្ងៃនាងខ្ញុំដាច់ពូជពពួកវិលទៅហើយនៅសល់តែប្រទាលបែកផ្សែងនេះឯងផ្កាវាស្អាតណាស់ពុកម៉ែបងប្អូនបើឆ្នាំទៅផងផ្កាវាចេញពេញទាំងផើងតែម្ដងហើយប្រទាលនេះគឺនាងខ្ញុំដាំនៅក្នុងផើង